ជាក្មេងមកពីស្រុកមរស័យម៉ែគាត់អ្នកលក់បាយគាត់ថាឡូយ៉ាដែលមានកូនជាកវ័យជាក្មេងចេញពីជនបទចែកខ្វល់អនាគតតាំងពីថ្នាក់ទី8មុខគ្រើមដូចស្បែកគីងគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋីពេលយកកំណើតរូបឆោមនឹងក៏ឆើតកើតមួយកំណើតកើតលើដីថ្មីអស់ដើរពី1ម៉ែត្រទៅ100គីឡូម៉ែត្រឆ្លងបានពីខេត្តចូលមកភ្នំពេញថ្មីផ្លុំទៅមកផែតដូចគេឲ្យហេតុភ្លឺដូចខែចែកតាំងពីនៅក្មេងខ្ចីតាំងពីដូចប្រែតហោះដូចរ៉ូកែតដូចស្ទាយដូវ៉ាតែមិនដូអូនស្រីថាបងគឺមិនដូអូនទេទុកចិត្តបងចោលបងមិនដែរងាករេបងគឺមិនមានចិត្តស្មោះបងជាកំឡោះគឺមិនដូអូនទេអត់ស្អកមិនហៅតែបងខែមអត់អែមិនហៅតែបងយោរូបបងកំពុងតែអាប់រែងឲ្យស្អប់ពាន់ណានិយាយពីក្រៅខ្នងហៅបងឬប្អូនអត់ប្រកាន់ទេហៅបងឬអត់ប្រកាច់តែអញសុំចែកមើលតាស្ញៀនបាននៅក្មេងឯងកុំចង់វាយស្មៅយកចាស់ធ្វើខ្លាគ្មានគួរឲ្យស្រឡាញ់ទេកុំអង្គុយឲ្យខ្ពស់ជាងឈរបើបងអត់ចេះរកអានឹងពីរបស់ខ្មែរអានឹងហើយថាឆ្កែត្រូវហើយជីវិតគឺមិនទៀងទេពេលខ្លះអូនធ្វើជាកំប្លែងបើអត់ចេញជាកំប្លែងបើជាត្រូវស៊ីកំភ្លះមែនហើយមានអណ្ដាតយកកំចេះតែកឡោះមានមាត់យកកំចេះតែចំហដៀលគេថាអ្នកក្រក៏ឲ្យបែកចេញជាឈៀងជាក្មេងមកពីស្រុកមរស័យម៉ែគាត់អ្នកលក់បាយគាត់ថាឡូយ៉ាដែលមានកូនជាកវ័យជាក្មេងចេញពីជនបទចែកខ្វល់អនាគតតាំងពីថ្នាក់ទី8មុខគ្រើមដូចស្បែកគីងគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋីពីមុនគេក៏លោកដូចជាដូមីណូធ្វើការចាន់សុកមិនដូលីអូខំប្រាំងត្រកមិនដល់ពីដល់ស៊ូអង្គុយកើតទូបារីកាមូក្បាលខ្ញុំពាក់មូបារណែវខាប់កានូចេះហ្វេកគេមិនរាប់ជាគូហ្វេនខ្ញុំក្មេងក៏កំពុងតែក្លែបយកខ្ញុំជាគំរូសម្រួលឲ្យវាស្របហើយសម្របឲ្យវាស្រួលកម្មមៈគឺជាអំពើអាណាជាអ្នកធ្វើគឺអានឹងអ្នកទទួលក្មេងធ្លាប់តែដើរកិច្ចសាលាឥឡូវគេហៅថាសើគំរូកោបស៊ីលុយតែដុល្លារតែពីដូចតាស៊ីមលូជីវិតក៏មកជាធម្មស្រៈក៏មកក្លេកក៏មកខ្លាក់ក៏មកលេកក៏មកលាក់ក៏មកលៀមឈប់ភ្លាមទៅត្រៀមរកប្រាក់ទៅប្រឹងប្រែងប្រាប់ទៅបញ្ញាប់ទៅបញ្ញាប់រកប្រាក់ចេះតបចេះដាក់ទៅកំដេកចាំសាប់ទៅប្រាប់ខ្លួនឯងក្មេងមកពីស្រុកមរស័យម៉ែគាត់អ្នកលក់បាយគាត់ថាឡូយ៉ាដែលមានកូនជាកវ័យជាក្មេងចេញពីជនបទចែកខ្វល់អនាគតតាំងពីថ្នាក់ទី8មុខគ្រើមដូចស្បែកគីងគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋី